សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះបានចេញវីដេអូរឿងនេះទេគាត់ថាខ្ញុំលើករឿងសាច់រឿងរបស់ខ្ញុំផ្ទាល់អញ្ចឹងណាឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់លេងកម្សាន្តជាមួយខ្ញុំរឿងនេះគឺជារឿងពិតបងប្អូនទាំងអស់គ្នាស្ដាប់ទាំងអស់គ្នាហើយគឺជារឿងមួយដែលដាស់តឿនស្មារតីពុកម៉ែបងប្អូននិងកូនបងប្អូនទាំងអស់គ្នាមែនតើព្រោះវាជារឿងពិតមិនមែនជារឿងប្រឌិតទេគឺសម័យ2026នេះវាខ្លាំងជាងខ្ញុំសម័យ2017ទៀត2017ហ្នឹងវារន្ទះវាមិនកាចបានទេតែឆ្នាំ2026នេះអត់ដឹងតែម៉េចទេព្រោះរន្ទះឥឡូវកាចវាកាចជាងសង្សារខ្ញុំទៀតកាយខ្លាំងណាអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាវាត្រូវប្រយ័ត្នទាំងអស់គ្នាអញ្ចឹងមកស្ដាប់វីដេអូនេះទាំងអស់គ្នារឿងនេះគឺរឿងពិតរឿងនេះគឺជារឿងពិតមិនមែនជារឿងប្រឌិតអីទេពុកម៉ែបងប្អូនឥឡូវនេះយើងមកចូលសាច់រឿងយើងដូចតទៅកាលនោះខ្ញុំដូចជាពូម៉ាក់ខ្ញុំដូចជា5នាក់លោកប្រដេជគុណដែលគាត់និមន្តប្រើឲ្យទៅទិញភេសជ្ជៈបងប្អូនហើយពេលនោះខ្ញុំក៏បានដើរទៅដោយគ្មានស្បែកជើងទៀតពុកម៉ែបងប្អូនដឹងប្រាប់អីរលឹមតក់យើងគិតថាវាបាត់ភ្លៀងហើយយកអត់មានយកឲ្យទៅតាមនោះអស់សំបីស្បែកជើងសំបីតែឆាត់សំបីជាអីក៏អត់យកទៅដែរកាន់តែលុយទៅដល់កន្លែងលក់គេទិញហ្មងពេលហ្នឹងខ្ញុំក៏បានឈរនៅកន្លែងលក់ហ្នឹងក្រុមញ៉ាបគេហៅញ៉ាបដៃគេហ្នឹងហើយមានខ្សែភ្លើងពីលើក្បាលបងប្អូនដឹងប្រាប់ទេតាមភូមិតាមផ្ទះអ្នកស្រុកឯងឥឡូវគេតខ្សែភ្លើងពេញហ្នឹងហើយមិនដូចសម័យមុនអត់មានឥឡូវនេះវាមានខ្វែខ្វាត់ពេញផ្លូវហើយនឹងដាក់អាតគេអាតតាមយ៉ាបបងតាមផ្ទះហៅភ្លើងខ្សែភ្លើងញ៉ៃលើក្បាលពេលហ្នឹងខ្ញុំក៏បានឈោពីលើខ្សែភ្លើងណាមិនឈោលើខ្សែភ្លើងឯងខ្ញុំនៅក្រោមខ្សែភ្លើងខ្ញុំទោសនៅក្រោមខ្សែភ្លើងពេលហ្នឹងអត់ដឹងមិនវាមេឃវាកំពុងតែកោតិចវាអត់មានលឺទាំងដូចផ្ទះបាញ់ទេវាត្រឹងតែលឺតិចទេដូចបងដូចបងប្រាក់ក្តីដែលគាត់ត្រូវផ្ទះបាញ់ហ្នឹងគឺត្រូវគាត់ត្រូវផ្ទះបាញ់ផងហើយដូចសាច់រឿងខ្ញុំចឹងដែរតែខ្ញុំអត់ដូចគាត់ទេគាត់ត្រូវផ្ទះបាញ់ហ្មងហើយយើងផ្ទះទឹកខ្ញុំអត់មានទេខ្ញុំផ្ទះភ្លើងហ្មងវាឆ្លងអគ្គិសនីពុកម៉ែបងប្អូនពេលនោះខ្ញុំឥឡូវដល់ចំណុចខ្ញុំត្រូវផ្ទះបាញ់ពេលនោះខ្ញុំបានឈរនៅក្រោមខ្សែភ្លើងហ្នឹងគ្នាខ្ញុំ5នាក់មួយដែលឥឡូវបួសបាត់ហើយដេកគុំអង្គបួសអានេះពុកម៉ែបងប្អូនឥឡូវត្រូវផ្ទះបាញ់ដាញ់មកបងដាញ់វាស្រូបពីខ្សែភ្លើងដាញ់វាលើបាញ់មកដាញ់ជើងមកបងដៃឃើញអាផាដេញអត់អាផាចិននោះផាចិនដែលវាដេញជើងដេញអញ្ចឹងវាដេញដូចចឹងទីដេញមកខ្ញុំឃើញច្បាស់កន្លែងមកឃើញភ្លើងឃើញអីមកឃើញភ្លើងឃើញអីវាដូចអាផ្ទះដេញបងប្អូនដៃឃើញដូចអាផានោះដូចអាផាដេញជើងផាគេដុតនោះដូចផាចិននោះក្នុងដូចនឹងភ្លើងចាយទៅវាមិនផ្ទះនឹងផាវាខុសគ្នាតែផ្ទះវាមិនដូចភ្លើងទេដេញនឹងស្រូបជើងមកដេញពុបតែខ្ញុំពេលនោះខ្ញុំអ្នកមានបនម៉ែអញ្ចឹងវាអត់អីដែរវារត់ចូលផ្ទះគេបងដេញពុបអ្នកលក់ទាំងអ្នកលក់ទាំងខ្ញុំទៀតភ័យអាណាភ័យបងបាត់ស្មាតដែរយកវាជើងវាអីរត់ចូលផ្ទះតែម្លាក់ជើងម្លាយរត់ចូលផ្ទះអ្នកលក់បងផ្ទះអ្នកលក់នៅក្រោមហ្នឹងអីគេគាត់តយ៉ាប់មកលក់មកបើទ្វារប្រាប់ភ្លុចមិនអ្នកអត់ចូលផ្ទះឲ្យហ៊ានចេញទេបងអត់តាំងពីផ្ទះបាញ់ឲ្យហ៊ានចេញមកផ្ទះគេតរហូតទៅចាំរហូតទៅបាត់អលឹមបាត់អីស្ងាត់ឈឹងបានចេញមកញ័រដៃញ័រជើងកាន់ពេលចាក់លោកចាំចុយលោកសួរថាអាមិនអាយុទេព្រោះថាផ្ទះបាញ់ប្រាប់លោកសោចលោកអត់ជឿហើយប្រាប់លោកឯងលោកអត់ជឿថាខ្ញុំផ្ទះបាញ់ទេពុកម៉ែបងប្អូនពេលហ្នឹងអញ្ចឹងពុកម៉ែបងប្អូនអរគ្នានេះគឺជាវាបានបញ្ចប់តែហ្នឹងឯងព្រោះតែវាជារឿងពិតអញ្ចឹងរឿងនេះវាមានការអប់រំតិចតួចដែរអញ្ចឹងពុកម៉ែបងប្អូនមិនថាទៅណាឬក៏ទៅមើលគោឬក៏ដើរទៅណាបន្តិចតួចឲ្យតែមេឃភ្លៀងឬគឺចិត្តភ្លៀងពុកម៉ែបងប្អូនអរគ្នាត្រូវតែពាក់ស្បែកជើងឲ្យដាច់ខាតព្រោះថាអគ្គិសនីអាការគេថាវិជាសាស្ត្រគេនិយាយថាការស្រុបទាញផ្ទះពីក្រោមដីខ្ញុំអត់សូវដឹងទេហ្នឹងអញ្ចឹងយើងត្រូវតែការពារឲ្យបានមែនតែនព្រោះថាវិជាសាស្ត្រគេឲ្យត្រូវពាក់ឲ្យជើងហើយឲ្យលើកជើងមកខាងមិនទេបងភ័ក្រដីដែលគាត់និយាយត្រូវផ្ទះបាញ់ហ្នឹងអញ្ចឹងរឿងហ្នឹងសុំទោស sorry អញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេខ្ញុំសុំរឿងនេះរឿងពិតរបស់ខ្ញុំមិនចេះប្រឌិតប្រេះប្រាស់ទេអត់ជឿខ្ញុំអាចសួរជគុណបានគាត់ផ្ទះបាញ់ជាមួយខ្ញុំផ្ទាល់ខ្ញុំប្រាប់ណាខ្ញុំប្រាប់ណាគេអត់ជឿទេអញ្ចឹងពុកម៉ែបងប្អូនរឿងនេះគឺខ្ញុំចែកម្លែកតែប៉ុណ្្នឹងទេឲ្យពុកម៉ែបងប្អូនចេះប្រយ័ត្នប្រយែងខ្លួនកុំឲ្យប្រហែលដូចខ្ញុំ
ខ្ញុំនឹកឃើញឥឡូវខ្លាចលឺផ្ទះឥឡូវព្រោះខ្ញុំខ្លាចមែនតើឲ្យតែលឺទាំងខ្ញុំណូហើយចឹងខ្ញុំចង់ដើរព្រៃដែរចង់ក៏ដូចជាដើរព្រៃដែរតែខ្ញុំខ្លាចផ្ទះបាញ់លឺខ្លាចភ្លៀងផ្ទះបាញ់ឲ្យតែលឺចោលឲ្យខ្ញុំខ្លាចជាងគេផ្ទះបាញ់ហ្នឹងវីដេអូមានតែប៉ុណ្្នឹងទេសូមពុកម៉ែបងជួយចុច subscribe និងចុច like និងសញ្ញាកណ្ដឹងដើម្បីតាមដានវីដេអូថ្មីសូមអរគុណពុកម៉ែបងបើមានការខុសឆ្គងកន្លែងណាមួយបាយបាយអូមួយទៀតប្រាប់មួយទៀតថានៅរឿងមួយទៀតព្រោះថាអ្នកភូមិអ្នកស្រុកខ្ញុំនៅភូមិរមូព្រោះថាភូមិហ្នឹងនៅខេត្តកំពង់ចាមពុកម៉ែបងផ្ទះបាញ់គឺច្រើនមែនតើអាហេតុការណ៍ហ្នឹងខ្ញុំឃើញផ្ទាល់ហើយមានពីរករណីខ្ញុំឃើញហ្មងចាំខ្ញុំតភាគអីទៀតពុកម៉ែបងប្អូនភាគហ្នឹងវាពិតជារំភើបញាប់ញ័រមែនតើមិនផ្ទះបងប្អូនកុំភ្លោះកំមានមិនផ្ទះកំពុងតែព្យួរនឹងកំមានចាំមើលចាំខ្ញុំរៀបរាប់ឲ្យស្ដាប់តភាគបន្តអញ្ចឹងពុកម៉ែបងប្អូនចាំទស្សនាទាំងអស់គ្នាដើម្បីទស្សនាបងប្អូនជួយចុច subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណ